តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនិងបើកច្រកសមុទ្រហូម៉ូសឡើងវិញតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកភ្លាមៗនៅព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសរួមគ្នាថាភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនិងបើកឲ្យចរាចរណ៍តាមច្រកសមុទ្រហូម៉ូសឡើងវិញយោងតាមទិន្នន័យទីផ្សារតម្លៃប្រេងឆៅប្រភេទ Brent ដែលជាសន្ទុះតម្លៃប្រេងសកលបានធ្លាក់ចុះរហូតដល់ 4.3% មកនៅត្រឹមតែ $83.59 នៅក្នុងមួយបារ៉ែលខណៈដែលប្រេងឆៅរបស់សហរដ្ឋអាមេរិកប្រភេទ West Texas Intermediate បានដាំក្បាលចុះដល់ 4.9% មកនៅសល់ត្រឹមតែ $80.69 នៅក្នុងមួយបារ៉ែលតែប៉ុណ្ណោះភ្លាមៗនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់លោកថាលោកបានអនុញ្ញាតឲ្យមានការបើកច្រកសមុទ្រហូម៉ូសឡើងវិញដោយមិនគិតថ្លៃឆ្លងកាត់ព្រមទាំងបញ្ចប់ការបិទគប់សេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ដោយលោកបានសរសេរយ៉ាងមានជំនឿចិត្តថាកប៉ាល់ទាំងអស់នៅលើពិភពលោកចាប់ផ្ដើមបញ្ចេញម៉ាស៊ីនទៅដល់ពេលបើកផ្លូវឲ្យប្រេងហូរវិញហើយដោយឡែកនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកសេបាសារីបានបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅក្នុងប្រទេសស្វីសនាថ្ងៃទី19ខែមិថុនាឆ្នាំ2026ខាងមុខនេះដែលនៅក្នុងនោះក៏រួមបញ្ចូលទាំងការបញ្ចប់ប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់ជាលក្ខខណ្ឌដ៏សំខាន់បំផុតដែលអ៊ីរ៉ង់ចង់បានស្របពេលជាមួយគ្នានេះអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់គឺលោកកាសែមការីបាបាឌីក៏បានចេញមកបញ្ជាក់ពីភាពជោគជ័យនៃកិច្ចព្រមព្រៀងមួយនេះដូចគ្នាផងដែរដោយឡែកនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលវិញគឺលោកបេនចាមីននេតានយ៉ាហ៊ូបានបញ្ជាក់ថាអ៊ីស្រាអែលមិនជាប់ជំពាក់នឹងបទឈប់បាញ់នៅក្នុងប្រទេសលីបង់ឡើយហើយអ៊ីស្រាអែលនឹងបន្តរក្សាសេរីភាពក្នុងការវាយប្រហារទៅលើក្រុមហេសប៊ូឡាដដែលការប្រកាន់ជំហរដ៏តឹងរ៉ឹងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះធ្វើឲ្យលោកដូណាល់ត្រាំមានការក្តៅស្លឹកត្រចៀកជាខ្លាំងដោយលោកដូណាល់ត្រាំបានរិះគន់ធ្ងន់ធ្ងរដល់លោកបេនចាមីននេតានយ៉ាហ៊ូថាលោកនេតានយ៉ាហ៊ូជាមនុស្សពិបាករស់នៅជាមួយខ្លាំងណាស់ជុំវិញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់តែមានមេដឹកនាំពិភពលោកប្រតិកម្មឬក៏សាទរបែបណាចំពោះការប្រកាសត្រៀមចុះកិច្ចព្រមព្រៀងបញ្ចប់នៅសង្គ្រាមមួយនេះចាប់ផ្ដើមដំបូងគឺអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូហ្គូតេរ៉េសតាមរយៈអ្នកនាំពាក្យរបស់លោកបានប្រកាសសូមស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពមួយដែលផ្ដល់នូវបទឈប់បាញ់ជាបន្ទាន់និងជាអចិន្ត្រៃយ៍និងការបើកច្រកសមុទ្រហូម៉ូសឡើងវិញក៏ដូចជាក្របខ័ណ្ឌសម្រាប់ការចរចាបន្តទៀតអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថានេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធីក្រៅពីនេះក៏មានសេចក្តីថ្លែងការណ៍រួមពីមេដឹកនាំក្រុមប្រទេស E4 ក្នុងនោះរួមមានប្រទេសអង់គ្លេសប្រទេសបារាំងប្រទេសអាល្លឺម៉ង់និងប្រទេសអ៊ីតាលីដែលបានចូលរួមអបអរសាទរដែលមានខ្លឹមសារថាអ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាតយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយនឹងសហរដ្ឋអាមេរិកអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិដើម្បីសម្រេចបាននូវគោលដៅមួយនេះចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Keir Starmer បានបញ្ជាក់ថាយើងមានចំហច្បាស់លាស់ថាសេរីភាពនៃការធ្វើនាវាចរដោយគ្មានការបង់ថ្លៃត្រូវតែបានស្ដារឡើងវិញនៅក្នុងច្រកសមុទ្រហូម៉ូសនាពេលនេះអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរជាដាច់ខាតទន្ទឹមគ្នានោះប្រធានាធិបតីប្រទេសបារាំងគឺលោកអេម៉ានូអែលម៉ាក្រុងបានលើកឡើងយ៉ាងវិជ្ជមានថាខ្ញុំសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងផ្នែកការទូតដែលមានដៃគូជាច្រើនបានចូលរួមចំណែកខ្ញុំសូមអំពាវនាវឲ្យមានការអនុវត្តជាបន្ទាន់និងពេញលេញដោយភាគីចំនួនទាំងអស់កិច្ចព្រមព្រៀងមួយនេះត្រូវតែអនុញ្ញាតឲ្យមានការបើកច្រកសមុទ្រហូម៉ូសឡើងវិញជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌដោយឡែកអធិការបតីអាល្លឺម៉ង់គឺលោក Fittrimer បានបញ្ជាក់ថាខ្ញុំសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហើយសូមអបអរសាទរចំពោះប្រធានាធិបតីលោកដូណាល់ត្រាំនិងភាគីអ៊ីរ៉ង់នេះអាចជាការទូត្រៃផ្លូវឆ្ពោះទៅរកការរស់ឡើងវិញនៃសេដ្ឋកិច្ចសកលនិងមជ្ឈមបូព៌ាដែលមានសុវត្ថិភាពជាងមុនវាជារឿងសំខាន់ណាស់ក្នុងការអនុវត្តវាដោយការបដិញ្ញាចិត្តខ្ពស់ដោយឡែកនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីគឺលោកអង់តូនីអាបាណេសបានសង្កត់ធ្ងន់ថារដ្ឋាភិបាលអូស្ត្រាលីសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រទេសអូស្ត្រាលីបានអំពាវនាវជាយូរមកហើយឲ្យមានការកាត់បន្ថយនូវភាពតានតឹងនិងបញ្ចប់ជម្លោះរួមទាំងនៅក្នុងប្រទេសលីបង់ផងដែរដោយដែលយើងបាននិយាយរួចមកហើយថាសង្គ្រាមនេះអូសបន្លាយពេលកាន់តែយូរវានឹងមានផលប៉ះពាល់កាន់តែរីកធំឡើងការបន្តរក្សាភាពអត់ធ្មត់និងការចូលរួមក្នុងនៃស្ថាបនានឹងមានសារៈសំខាន់ខ្លាំងណាស់ដើម្បីការពារកុំឲ្យមានការកើនឡើងកម្ដៅបន្ថែមទៀតនិងដើម្បីធានាបាននូវកិច្ចព្រមព្រៀងដ៏
យូរអង្វែងមួយលើពីនេះនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអ៊ីតាកាឈីបានសង្ឃឹមយ៉ាងមុតមាំថាការធ្វើនាវាចរដោយសេរីនិងមានសុវត្ថិភាពតាមច្រកសមុទ្រហូម៉ូសនឹងត្រូវបានធានាក្នុងការអនុវត្តជាក់ស្ដែងហើយកិច្ចព្រមព្រៀងចុងក្រោយលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបញ្ហាផ្សេងៗទៀតនឹងត្រូវសម្រេចបានឲ្យបានឆាប់តាមដែលអាចធ្វើទៅបានជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសប្រទេសនូវែលសេឡង់គឺលោក Winston Peter បានសាទរថាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងន័យស្ថាបនានេះគឺជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងនិងការលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិសុខសេដ្ឋកិច្ចសកលកិច្ចសន្តានានិងការទូតនៅតែជាមធ្យោបាយមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហាដែលអូសបន្លាយពេលជាយូរមកហើយសូមបញ្ជាក់ផងដែរថាសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងតាំងពីថ្ងៃទី28 ខែកុម្ភៈឆ្នាំ2026មកនៅពេលដែលសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលបានរួមដៃគ្នាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរដែលធ្វើឲ្យអ៊ីរ៉ង់មានការឆ្លើយតបវិញដោយការបិទច្រកសមុទ្រហូម៉ូសរហូតធ្វើឲ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់កប់ពពកប៉ុន្តែព័ត៌មាននៃការចរចាត្រូវវងគ្នាវិញនាពេលនេះបានធ្វើឲ្យទីផ្សារប្រេងរួមទាំងតម្លៃហ្គាសធម្មជាតិនៅតំបន់អឺរ៉ុបមានការធូរស្រាលឡើងវិញភ្លាមៗដែលបានធ្លាក់ចុះ 5.8%